năm cần lòn ấy lời cú sa dương chết ban chụp chung đi làng vinh hơi bòn ban đâm từ ô nơi Paris thà tức đây ban đục đo tiền sông chắc bị ngay bị đập rầm tơ mi sa sang một con rầm buồn rồi chết sập rầm tới Anna cốt đó từ chắc từ trong cầm cung rong trăm tức đây Campuchia từ kia thập tài ô nương côn ai vừa phải lọ một vinh bàn hơiป้าจอบระวลเพื่อการรวยท้ายป้านังหมอกกองกับซูมะติดได้ขึ้นเลยนะ đây nhom nơi nè rồi ngập lan từ nè ông cá mình không chăm chứ vui ông cá ná ở đây không đây nè ទៅ rồi ngập lan ទៅណា ông cá mình không chăm chứ vui Mình bạch đi
ទៅភ្លាមអង្គការផ្ដល់នៅអ្វីៗទាំងអស់លឿនឡើងយើងទាំងអស់ត្រូវតែមានមោទនៈពីព្រោះអ្នកទាំងអស់ត្រូវបានអង្គការជ្រើសរើសបញ្ជូនឲ្យមកទីនេះដើម្បីបង្កើនកម្លាំងបន្តបង្កើនផលនេះជាសហករណ៍17មេសាជាមុខព្រួញមួយក្នុងភារកិច្ចដើម្បីកសាងរបបសង្គមនិយមស្អាតស្អំលើទឹកដីកម្ពុជាប្រជាធិបតេយ្យចាប់ពីពេលឥឡូវនេះទៅអង្គការមហាត្រឹមត្រូវមហាភ្លឺស្វាងមហាអស្ចារ្យដើម្បីគិតគូរផ្ទះនៅការហូបចុកដល់អ្នកទាំងអស់គ្នាម្នាក់មានតែភារកិច្ចមួយប៉ុណ្ណោះគឺដើម្បីពលកម្មអង្គការបង្រៀនថាសិលធម៌បដិវត្តគឺបញ្ចេញកម្លាំងពលកម្មត្រូវសកម្មបញ្ចេញពលកម្មឲ្យអស់ពីកម្លាំងកាយដើម្បីស្ដែងចេញការដឹងគុណដល់អង្គការយើងអង្គការមហាត្រឹមត្រូវមហាភ្លឺស្វាងមហាអស្ចារ្យជ័យអង្គការ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 ឥឡូវមិត្តទាំងអស់ត្រូវបានបញ្ជូនទៅកន្លែងសម្រាប់មានអ្វីដែលគួរឲ្យបារម្ភនោះទេមានអ្វីដែលគួរឲ្យបារម្ភនោះទេអង្គការបំពន់នឹងថែទាំកូនចៅបណ្ដាមិត្តមិនឲ្យខ្វះខាតអ្វីទេនឹងសំរុំជាងបណ្ដាមិត្តទៅទៀតត្រូវជឿជាក់លើអង្គការអ្នកទាំងអស់គួរតែដឹងគុណរបស់អង្គការគឺថាមានតែអង្គការមួយទេដែលចេះបំពន់ឲ្យបណ្ដាមិត្តអង្គការគឺជាអ្វីៗទាំងអស់មានព្រះមានអ្វីទាំងអស់ពួកឯងគោរពបូជាតែអង្គការយើងមួយប៉ុណ្ណោះទេវើយ
នកើតអីហ្នឹងខ្ញុំគ្រាន់អញ្ចឹងនឹកអូនទៅមន្ទីរពេទ្យទៅអីចាំខ្ញុំយករបបរបស់បងមកឲ្យទេមិនបាច់ទេថ្ងៃមិនឯងឈឺហ៎ខ្ជិលច្អស់មិនក៏ល្មមស៊ីម្លេះថោកទៀតណែមិនក៏មិនឯងមិនស៊ីមហូបអង្ការគាត់កំឡុងខ្សោយត្រូវការហូបច្រើនជាងខ្ញុំណាត្រូវការស្អីអង្ការបានសម្រេចយ៉ាងដូចនេះមិនឯងហ៊ានតវ៉ាជាមួយអង្ការទេខ្ញុំឃើញគាត់ឈឺមិនឯងមិនបាច់ខ្វល់ខ្វាយអាណិតអាសូរអាណាទេអង្ការបានបង្រៀនថាត្រូវកំទេចឲ្យអស់កម្មសិទ្ធិឯកជនត្រូវគិតតែពីអង្ការមហាអស្ចារ្យរបស់យើងមួយប៉ុណ្ណោះប្រមូលផ្ដុំកម្លាំងដើម្បីធ្វើពលកម្មសមូហភាពមិនព្រមស្ដាប់តាមអង្គការរបស់យើងទេមីកូនមូលធនស្អីគេនេះតាំងលើកនេះអង្គការលើកលែងទោសអង្ដងព្រោះមិត្តជាប្រជាជនទៅមកថ្មីឯងគ្មានពាក្យអ្វីដើម្បីនិយាយទេខ្ញុំសូមអរគុណសមមិត្តបងមិនមែនដឹងគុណអញទេត្រូវដឹងគុណអង្គការរបស់យើងណាខ្ញុំសូមអរគុណអង្គការឯងត្រូវរៀនសូត្រនិយាយឲ្យបានត្រឹមត្រូវនិយាយតាមអញនេះទេអង្គការមហារុងរឿងអង្គការមហារុងរឿងខ្ញុំសូមដាក់ខ្លួនដើម្បីទទួលកំហុសចំពោះមុខអង្គការខ្ញុំសូមដាក់ខ្លួនដើម្បីទទួលកំហុសចំពោះមុខអង្គការខ្ញុំសូមដឹងគុណកែលម្អរបស់អង្គការខ្ញុំសូមដឹងគុណកែលម្អរបស់អង្គការខ្ញុំសូមអង្គការកសាងបំភ្លឺឲ្យខ្ញុំឃើញនៅកង្វះខាតដើម្បីខ្ញុំកែប្រែខ្ញុំសូមអង្គការកសាងបំភ្លឺនៅកង្វះខាតដើម្បីខ្ញុំកែប្រែអើបន្តិចឲ្យចាំនៅណាអ្នកទាំងអស់ធ្លាប់ធ្វើការបម្រើឲ្យពួកចក្រពត្តិនិងពួកសក្តិភូមិដែលជាពួកជិះជាន់កេងប្រវ័ញ្ចទឹកដីកម្ពុជាពួកវានេះហើយដែលប្រែក្លាយអ្នកទាំងអស់គ្នាជាមនុស្សរស់ដោយសារគេធ្វើឲ្យអ្នកទាំងអស់រស់នៅពាលាអាវ៉ាសែឃ្លាតចាកពីភាពជាប្រជាជនកម្ពុជាពួកចក្រពត្តិនិងសក្តិភូមិរត់ផាសក្រញ៉ាំយ៉ាងកំសាកបំផុតពួកដែលនៅសេសសល់ត្រូវយើងកំទេចបណ្ណាមិត្តគោរពតាមអង្គការមហាមើងម៉ាត់មហាអស្ចារ្យលើកលែងទោសទាំងស្រុងយាយអង្គការអង្គការមហាមើងម៉ាត់អង្គការមហាមើង
ប្រទេសកម្ពុជាប្រជាធិបតេយ្យគ្មានទីក្រុងគ្មានលុយកាក់ហើយដាច់ខាតគ្មានមនុស្សជិះជាន់គេនិងមនុស្សត្រូវគេជិះជាន់ដាច់ខាតគ្មានមនុស្សស៊ីដោយសារគេនរណាធ្វើការទើបមានរបបហូបនរណាតិចបេះមិនព្រមបញ្ចេញកម្លាំងពលកម្មត្រូវចាត់ទុកថាជាសត្រូវបដិវត្តបណ្ដាមិត្តទាំងអស់កំពុងរៀនសូត្រតាមមាគ៌ាដ៏មហាត្រឹមត្រូវមហាភ្លឺស្វាងមហាអស្ចារ្យរបស់អង្គការដើម្បីក្លាយជាមនុស្សមានសេរីភាពជាមនុស្សដែលមានសុភមង្គលរស់នៅដោយកម្លាំងពលកម្មបង្កបង្កើនផលត្រូវបង្ហូរញើសដើម្បីកាប់កោះដីភ្ជួររើសដកស្ទូងនិងចូលកាត់ប្រមូលផលទើបអ្នកទាំងអស់យល់អំពីតម្លៃត្រឹមត្រូវរបស់ពលកម្មទើបអ្នកទាំងអស់ដឹងថាមនុស្សជាអ្នកផលិតមកនៅក្របអង្គរអ្នកទាំងអស់ត្រូវដឹងគុណអង្គការដែលបានរំដោះអ្នកទាំងអស់ចាក់ផុតពីនិន្នាការសង្កត់របស់ពួកសក្តិភូមិសង្គ្រោះអ្នកទាំងអស់ឲ្យចាក់ផុតអំពីរំដៅងងឹតដាស់អ្នកទាំងអស់ឲ្យភ្ញាក់ខ្លួនវិលមករកធៀបជាប្រជាជនកម្ពុជាវិញជ័យអង្គការជ័យអង្គការមហាមមាត់អង្គការមហាមមាត់មហាភ្លឺស្វាងមហាភ្លឺស្វាងមហាចាមហាចាជ័យ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 ញាប់ឡើងអង្គការមិនរងចាំទេលឿនឡើងណែអង្គការបានបង្រៀនយើងថាគ្រូពេទ្យនិងកីឡាគឺការកាប់ដីបើមិនកាប់ដីមិនបានរបបទេយល់នៅជើឆ្អោះថោកទៀតអូនបានគ្រាន់បើហើយនៅពីមុនអូនធ្វើការអ្វីដែរគ្រួសារអូនណាហាមនិយាយគ្នាហាមនិយាយគ្នាលុះត្រាតែអង្គការអញ្ញាតទើបនិយាយគ្នាបានពួកមិនឯងសិតខ្ជិលគ្នារកល្បីដើម្បីខាងជាមួយអង្គការទៅ
អស់គ្នាត្រូវតែភ្លឺស្វាងជាដាច់ខាតនៅមានអ្នកមួយចំនួនលាក់ខ្លួនពុំព្រមរីការស្មោះត្រង់ជូនបកថាខ្លួនជាទាហានបញ្ញវន្តអ្នករដ្ឋការចំនួនចាស់តែអង្គការនៅតែដឹងទាំងអស់ត្រជាភ្នែកអង្គការគឺភ្នែកមនុស្សអង្គការមហាមើងម៉ាត់មហាអស្ចារ្យមហាភ្លឺស្វាងឮទាំងអស់ឃើញទាំងអស់សារិនអង្គការស្នាមិត្តឲ្យទៅប្រជុំមិនមែនខ្ញុំមិនមែនខ្ញុំមិនមែនខ្ញុំនៅក្រុងភ្នំពេញធ្វើការស្អីដែរធ្វើការស្អីទៅជាវាយំគ្មានមិត្តឯងពួកវាមិនយំអញ្ចឹងទេរស់នៅជាមួយអង្គការពួកវាសប្បាយរីករាយជានិច្ចមិត្តឯងយំឬមិត្តឯងមានកម្លាំងស្រាច់យំបានមានន័យថាមិត្តមិនទាន់បញ្ចេញកម្លាំងធ្វើការឲ្យអស់នៅឡើយមិត្តឯងមិនទាន់មើងងាត់នៅក្នុងពលកម្មនិងកែប្រែស្ទះអារម្មណ៍នៅឡើយទេពួកមីកំចិលម៉ាក់ខ្ញុំសូមដឹងគុណចំពោះអង្គការដែលបានហាងហាយឲ្យខ្ញុំឃើញនៅក៏ខ្វះខាតដើម្បីឲ្យខ្ញុំកែប្រែខ្លួនខ្លាចជាមនុស្សល្អឡើងវិញនិងសូមសេចក្តីប្រណីរបស់អង្គការមហាភ្លឺស្វាងមហាមើងម៉ាត់មហាភ្លឺស្វាងមហាអស្ចារ្យចាញ់ទៅព្រាម
មិត្តណាវាសនាចរិត ចាយំ អង្គការហៅមិត្តទៅប្រជុំ ចាទៅឥឡូវនេះឬ តែភ្លាមឥឡូវហ្នឹង អូន អូន បងស្គមស្គាំងបែបនេះប្រហែលជាកូនរបស់យើងមើលបងមិនស្គាល់ទេ បងបានជួបកូនយើងហើយបងបានសួរវាថាតើស្គាល់ជាអ្នកណាដែរកូនធំធ្វើងាយងាយស្រាប់តែកូនតូចឆ្លើយថានេះគឺអង្គការ ខ្ញុំសួរគាត់ថាតើអង្គការជាអ្វីទៅជានរណាខ្លះឬជានរណាម្នាក់ទៅគាត់ពុំព្រមឆ្លើយនឹងសំណួរទាំងនេះទេខ្ញុំសួរគាត់ថាតើបងធ្វើកន្លែងណាធ្វើការអ្វីទៅគាត់បានរំលឹកមកខ្ញុំម្ដងទៀតថាលក្ខការបដិវត្តគឺជាកត្តាកម្រិតជ័យជំនះរបស់យើងในរយៈកាលកន្លងមកនេះហើយខ្ញុំនិយាយអស់ពីចិត្តពីថ្លើមសេចក្តីបាត់សង្ឃឹមរបស់ខ្ញុំចំពោះបដិវត្តកម្ពុជាជាក់ស្ដែងគឺអ្វីៗដែលកើតឡើងនៅក្រុងភ្នំពេញ នឹងនៅមូលដ្ឋាននេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពន់ពេកជាព្រឹត្តិការណ៍មួយដែលមិនអាចយល់បានរឿងហេតុព្រៃផ្សេងបែបនេះកើតឡើងរៀងរាល់ថ្ងៃរាល់យប់រាល់ម៉ោងរាល់នាទីរាល់វិនាទីតើហេតុដែលបានជាអញ្ចឹងចុះបងផ្ដាំឲ្យម្ដាយកូនត្រឡប់មកវិញដើម្បីអ្វីទៅពេលនៅទីនេះគ្រួសារនៅរស់បែកផ្នែកគ្នាមនុស្សម្នាក់ប្រែคล้ายជាមនុស្សកោថ្លង់ ភ័យខ្លាចគ្មានស្រាក់សានចំពោះសេចក្តីស្លាប់ហេតុដូចម្ដេចបានជាអញ្ចឹងគាត់និយាយអំពីចលនាបដិវត្តរបស់កម្ពុជាភាពអស្ចារ្យភាពដាច់ខាតរបស់ចលនានេះប្រសិនបើប្រៀបធៀបជាមួយចលនាបដិវត្តនានាលើពិភពលោកនិងនៅក្នុងប្រវត្តិសាស្ត្រគាត់គូបញ្ជាក់ថារាល់បញ្ហាចម្លែកដែលមិនអាចយល់បាននេះស្ថិតនៅត្រង់បណ្ដាសកម្មភាពវាសម្រុកហួសហេតុតក់ក្រហល់គឺចង់ធ្វើឲ្យបុព្វហេតុកសាងសង្គមនិយមរីកចម្រើនឆាប់រហ័សហេតុនេះហើយយុវជនមួយចំនួនភ័ន្តច្រឡំអនុវត្តតឹងតែងហួសប្រមាណឬក៏អាចថាគេទាំងនោះមិនទាន់យល់អ្វីៗទាំងអស់នឹងត្រូវបានកែប្រែឡើងវិញម្នាក់ត្រូវអត់ធ្មត់ត្រូវតែជឿជាក់ដាច់ខាតចំពោះបដិវត្តចំពោះអង្គការគាត់បានធានាចំពោះបញ្ហាទាំងនេះគាត់និយាយថានៅមូលដ្ឋាននេះចំពោះអ្នកដែលធ្លាប់រស់នៅទីក្រុងជីវភាពអាចជួបប្រទះការលំបាកហើយប៉ុន្តែបដិវត្តប្រយុទ្ធដណ្ដើមបានជាជំនះលើពួកចក្រពត្តិដ៏សែនគ្រោះថ្នាក់និងដ៏សែនសាហាវបំផុតនេះដោយសារបាតដៃទទេតែប៉ុណ្ណោះ អូននឹងទេគ្មានស្រូវអង្គគ្មានថ្នាំពេទ្យបណ្ដាយុវជនបដិវត្តរស់ដោយសារតែស្លឹកឈើជួបប្រទះការលំបាករាប់រយចំពោះ
ក្នុងពេលនោះពួករស់នៅទីក្រុងរស់ដោយរបៀបណាធ្វើអ្វីខ្លះពួកនោះរស់ដោយសុខដុមគ្រប់គ្រាន់ប៉ុន្តែពួកនោះបានអោបបាតជើងពួកចក្រពត្តិមូលធនសក្តិភូមិលោកប្រទេសជាតិបំផ្លាញប្រជាជនពួកនេះត្រូវតែដឹងគុណអង្គការដែលបានបញ្ចេញកម្លាំងអប់រំយើងឲ្យចេះអធនចេះរស់នៅតាមរបៀបសាមញ្ញមានសេរីភាពគ្រប់គ្រាន់របស់ជនបដិវត្តន៍ជាកិត្តិយសធំធេងហើយដែលបានអង្គការទទួលឲ្យមករស់នៅមូលដ្ឋាននេះនិងជាសំណាងមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបានព្រោះប្រជាជននៅទីក្រុងត្រូវបានផ្ដល់នៅរបៀបរបបរស់នៅថ្មីមួយដែលមានតម្លៃហើយសមស្របត្រឹមត្រូវបំផុតពេលដែលម្នាក់ត្រូវការរស់ដោយស្លៀកពាក់ខោអាវមួយបន្លាស់ហូបល្មមតែឆ្អែតហើយស្ម័គ្រចិត្តបោះបង់ចោលកម្មសិទ្ធិឯកជនគឺយើងលុបបំបាត់បាននៅភាពតឹងតែងក្នុងទំនាក់ទំនងសង្គមដែលបង្កឲ្យមានការប្រកួតប្រជែងការកេងប្រវ័ញ្ចការលូកលន់ទ្រព្យសម្បត្តិអ្វីដែលល្អប្រសើរនិងសំខាន់បំផុតនោះគឺរបៀបរស់នៅជាសមូហភាពជាបងប្អូនសាច់សាលោហិតក្នុងឋានៈជារដ្ឋដំបូងបង្អស់មួយដែលអនុវត្តរបបកុម្មុយនីសដាច់ខាតស្អាតស្អំបំផុតអាស្រ័យដោយការដឹកនាំដ៏ភ្លឺស្វាងរបស់អង្គការប្រទេសកម្ពុជានឹងមានឆ្លាក់ឈ្មោះជាអក្សរមាសក្នុងក្រាំងប្រវត្តិសាស្ត្រមនុស្សជាតិក្រោយ 2000 ឆ្នាំនៃប្រវត្តិសាស្ត្រក្រោមរបបកម្ពុជាប្រជាធិបតេយ្យជាតិខ្មែរបានឈានចូលដល់កំពូលខ្ពស់បំផុតយើងកំពុងបើកសក្តានុពលមួយដ៏ល្អត្រចះត្រចង់ជាងពីសម័យអង្គរទៅទៀតបងត្រូវតែផ្ដាំឲ្យអូននិងកូនត្រឡប់មកវិញហើយអូននិងកូនមិនត្រូវនៅក្រៅសាយវៀនចលនាបដិវត្តន៍ដ៏ត្រចះត្រចង់នេះឡើយកាលដែលនៅក្រុងប៉ារីសជើងពេញចិត្តបំផុតបត់កំណាប់មកប្រជាជនប្រៀបបាននឹងទំព័រក្រដាសសមួយនៅលើទំព័រក្រដាសនោះយើងគួរតែសរសេរបទកំណាព្យមួយពីរសល្អបំផុតយើងកំពុងរស់នៅក្នុងសម័យមួយដ៏លំបាកបំផុតប៉ុន្តែយើងត្រូវយល់ថាការលំបាកទាំងនេះបង្ខំឲ្យយើងបញ្ចេញកម្លាំងឲ្យកាន់តែកាន់ក្លាថែមទៀតដើម្បីបម្រើបដិវត្តន៍ស្ថានភាពបែបនេះមិនអូសបន្លាយយូរប៉ុន្មានទេពីព្រោះស្ថិតនៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់អង្គការអ្វីៗទាំងអស់កំពុងតែបានកែសម្រួលរបបសមូហភាពកំពុងតែឈានឡើងមិនឈប់ឈរខឿនសេដ្ឋកិច្ចមហាលូតផ្លោះកំពុងរីកចម្រើនជារៀងរាល់ថ្ងៃយើងដាច់ខាតជឿជាក់លើអង្គការបានគិតគូរដល់យើងទាំងអស់គ្នាគាត់គង់យើងនៅអ្វីៗទាំងអស់អង្គការបានចាប់អារម្មណ៍ចំពោះយើងជានិច្ចនេះគឺអំណោយរបស់អង្គការជ័យអង្គការមហាលូតផ្លោះអង្គការមហាលូតជើងអង្គការមហាអស្ចារ្យយើងខ្ញុំរីករាយដល់អង្គការយើងខ្ញុំបញ្ញាដាច់ខាតមកដល់ចំពោះអង្គការយើងខ្ញុំស្រឡាញ់អង្គការយើងខ្ញុំគោរពអង្គការគឺជាពុកម៉ែពិតប្រាកដរបស់យើងខ្ញុំយើងទាំងអស់
ស្រូវទៅណាឯយើងវិញយើងនៅតែបន្តហូបបបររៀងបែបនេះ Hãy giúp tư để nè hãy mấy coi mình hai phương đi ở chui phụ ai tư hai phương đi ở chui ai tưខ្ញុំសូមលុតជង្គង់សំពះអង្គការសូមអរគុណអង្គការដែលបានចំណាយកម្លាំងកសាងកែប្រែអប់រំតិទៀនខ្លួនខ្ញុំឲ្យក្លាយជាអ្នកមានផលប្រយោជន៍ដើម្បីបម្រើបដិវត្តន៍មានតែអង្គការទេ
ទើបបានមើលឃើញភក់ច្រំក្លាក់នៅខ្លួនខ្ញុំសូមដឹងគុណសន្តានចិត្តប្រុសប្រណីរបស់អង្គការមហាភ្លឺស្វាងដោយសារការជួយជ្រាបអំពីសតិអារម្មណ៍នយោបាយពីអ្នកប្រជាជនយើងបានមានជាពួកចក្រពត្តិប្រកាសថាឥឡូវនេះប្រជាជនយើងមិនចាំបាច់កតាណាផ្សេងទៀតទេយើងត្រូវកសាងនៅគំនិតទីផ្សាររបស់យើងចូលរៀនសូត្រមតិនយោបាយដើម្បីធ្វើជាម្ចាស់ការលើបញ្ហាទឹកទោះជាក្នុងសភាពការណាក៏ដោយក្នុងរដូវប្រាំងក៏ដូចជារដូវភ្លៀងយើងអាចមានសម្រុកយ៉ាងសតសប្រាប់ដើម្បីបង្កបង្កើនផលត្រូវឲ្យបានផលសម្រាប់ខ្ពស់បំផុតមានត្រូវគឺមានអ្វីទាំងអស់មានត្រូវយើងអាចអនុវត្តស្នាដៃឯករាជ្យម្ចាស់ការរាល់អង្គើប្រព្រឹត្តរាល់កំណត់ពិចារណាត្រូវប្រមូលមកទៅលើវិធានការដែលអង្គការបានទទួលឲ្យរាល់ការបញ្ចូលចេញមិនរីនោះមកនេះឲ្យឆាប់ឡើងនាំវាទៅទីពេទ្យទៅមិត្តនាំវាមកពីណានៅឯវានៅក្រុមពួកណាខ្ញុំគ្រាន់តែដាក់កាត់ទីនឹងកម្មភិបាលម្នាក់បានប្រើខ្ញុំចាំខ្ញុំសួរគេមើលមិនបាច់ទេក្រវែងវាទៅកំណើនោះបានហើយលឿនឡើងរួចត្រឡប់ទៅកាន់ការងារវិញកើតអីហ្នឹងកូនជឿកន្លែងហ្នឹងកូនកូនយ៉ាងម៉េចឯងទៅធ្វើការទៅបើមិនទៅវាអង្គការឲ្យទៅប្រជុំក្មួយតើអីទៅពលទាំងអស់គ្នាពួកវាស៊ីផ្ដេកផ្ដាស់ក្នុងព្រៃប្រយ័ត្នអង្គការឲ្យទៅប្រជុំទាំងខ្ញុំទាំងមិត្តឯងណា
បានផ្ដាំឲ្យពុកមកមិត្តឯងទៅវិញចុះទៅមិត្តមិនរីនោះកំពុងនឹកទឹករឹងអីនេះឯងដឹងជាប់សិលធម៌ត្រូវវិន័យយ៉ាងម៉េចទេ
កូនទាំងពីរមានជំងឺនៅទីនេះលំបាកណាស់ ការលំបាកគឺជាការលំបាករួមប្រជាជាតិកំពុងទទួលការលំបាករាប់ពាន់លានគ្មាននរណាម្នាក់ត្អូញត្អែឡើយជាប្រពន្ធរបស់បងអូនត្រូវចាត់ទុកខ្លួនជាកងឈានមុខហើយត្រូវរក្សាតួនាទីជាគំរូក្នុងការរៀនសូត្រចរិតសាមញ្ញចរិតដាក់ខ្លួនដាក់កាយរៀបសាររបស់យុទ្ធជនបដិវត្តន៍មិនទាមទារសុភមង្គលសម្រាប់ខ្លួនឯងទេ ពុំអែមជាសុភមង្គលផ្ទាល់របស់អូនទេអូនគ្រាន់តែគិតទៅដល់កូនកូនរបស់អូនការគិតតែប្រយោជន៍អាត្មាឯងធ្វើឲ្យអូនងឹតល្ងល់អូនពុំយល់ឃើញថាធ្វើដូច្នេះគឺជាការថោកទាបមើលងាយដល់ការខិតខំរបស់មនុស្សម្នាទាំងឡាយនោះទេអូនពិតជាមនុស្សដំការខ្លួនហួសហេតុពេកឬគុណបុគ្គលអូនគឺវាអញ្ចឹងវាជាសត្រូវមួយយ៉ាងគ្រោះថ្នាក់បំផុតអូនត្រូវតែកំទេចចោលនៅអ្វីដែលជានិន្នាការបុគ្គលនិយមក្នុងខ្លួនអូនចោលទៅអូនគ្មានពាក្យអ្វីដើម្បីនិយាយឬប្រកែកជាមួយបងទៀតទេគូក្បាលរបស់អូនចេះតែដកជាប់នៅរូបភាពសតិអារម្មណ៍កូនក្នុងមន្ទីរពេទ្យវាជាសារក្រមដែលតុលាការកាត់ទោសអូនគឺជាជនកំសាម្នាក់អូនខ្លាចស្លាប់បានជាអូនមិនហ៊ានទៅសារកូនមិនហ៊ានផ្ដាំទៅបងកូនត្រូវការថ្នាំមានតែបងអូនព្រមមកចិត្តបំបែកគំនិតបងមែនទេអូនមិនគ្រាន់តែមិនព្រមកែប្រែទម្លាប់គំនិតអាក្រក់ដែលដកជាប់ក្នុងខ្លួនប៉ុណ្ណោះទេថែមទាំងធ្វើឲ្យរាជឆ្លងអាក្រក់ធ្វើឲ្យស្អុយដល់គេឯងដទៃទៀតផងអូនពិតជាគ្រោះថ្នាក់មែនយើងប្រែខ្លាយទៅជាសត្វធាតុគ្មានមនោសញ្ចេតនាដល់តិចតួចណាសោះចំពោះធាតុពិតដែលជាដំណក់ឈាមរបស់ខ្លួនទុកទាំងពេលដែលវាស្លាប់ទៅទៀតផងកូនណាស្លាប់កូនណាអូនស្មានតែមកដឹងហើយ
Lương Lan. Sa mạ mít đáp man tê. Bác tranh bánh chia oi sa mạ mít. Cứ sa mạ mít nhạc cụ tê Pol Pot. Đại tranh bánh chia oi sa mạ mít bật cải. Mình tổ tùa rứ, mình có sầm lạp kế. Bác trao ca có sang sòng cung nì dùng. Mình trao ca siêu phư. Mình trao ca sa nhà bạc tê. Bác rô bó dưỡng, mình trao ca pa nhà hoàn tê. ការរៀនសូត្រវានឹងនាំឲ្យស្មុគស្មាញសតិអារម្មណ៍ទាំងអស់វាងាយស្រួលនឹងធ្វើឲ្យរង្គោះរង្គើភាពបត់បែនរបស់វាធ្វើឲ្យប្រឡាក់ប្រលុះទៅលើប្រជាជនតែប៉ុណ្ណោះគ្រាន់តែក្របពូជអាក្រក់មួយគ្រាប់វាគ្រប់គ្រាន់ណាស់ដើម្បីបង្កើតបានជាវាលស្មៅអាក្រក់បាក់ត្រូវការតែក្របពូជណាដែលល្អទេយល់ទេបាក់ចេញបញ្ជាត្រូវតែសម្លាប់ប៉ុន្តែមានមនុស្សដទៃទៀតគេបានប្រយុទ្ធតស៊ូជាមួយយើង គេក៏ជាសមាមិត្តរបស់យើងដែរគ្មាននរណាជាសមាមិត្តជាមួយពួកវាទេពួកវាជាសមាជិកភាពអាក្រក់ពួកវាជាបន្លកនៃភាពប្រឆាំងបាក់ចេញបញ្ជាត្រូវតែកំទេចចោលបើសមាមិត្តមិនសម្លាប់ខ្ញុំនឹងសម្លាប់សមាមិត្តព្រោះសមាមិត្តក្បត់នឹងបដិវត្តសម្លាប់ទៅសម្លាប់ទៅខ្ញុំសូមអង្វរសម្បត្តិថាប់សម្រាប់ខ្ញុំទៅសម្រាប់ខ្ញុំសូមលុតចំពោះមកបាក់នឹងសម្រាប់មិនអកេមានគុទេកុំសម្រាប់ខ្ញុំសូមបាក់នឹងសម្រាប់ជួយកែលម្អតិចនឹងអប់រំអស់ខ្ញុំមានផលប្រយោជន៍អត់ខ្ញុំបានបំរើកុំសម្រាប់ខ្ញុំកុំសម្រាប់ខ្ញុំធ្វើចាកុំសម្រាប់ខ្ញុំសូមទៅជង្គង់ចំពោះមុខអង្គការខ្ញុំសូមការប្រោសប្រស័យរបស់មិនកាត់ទៅខ្ញុំសូមដឹងគុណអង្គការមានកាត់ទៅអង្គការមួយរងផងមីងអើយ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 យកមួយរងផងមីងអើយមីងអើយមកគេនេះមីងអើយ con cho vui nha anh ơi con cho vui nha
ម្ដាយប្រុសរត់ទៅណាណា ទេខ្ញុំមិនមែនរត់ទេគេស្មានតែខ្ញុំងក់អស់ មិនឯងតែនិយាយកុហកអញកាប់ឲ្យទៅជាឥឡូវហ្នឹងទៅ ខ្ញុំខ្លាចអង្គការសម្លាប់ទេនៅក្នុងនេះច្រើនណាស់មកនេះ Nóng nướcព្រឹកស្អែកអង្គការអញ្ជើញនាងឲ្យទៅប្រជុំបណ្ដាសមមិត្តត្រូវតែយល់ដឹងដល់កម្រិតថាគឺជាកិត្តិយសដ៏ឧត្តមឧត្តមណាស់ដែលអង្គការបានជ្រើសរើសបណ្ដាសមមិត្តក្នុងចំណោមយុទ្ធជនដ៏ស័ក្តិសមទាំងឡាយបណ្ដាសមមិត្តត្រូវធ្វើឲ្យស័ក្តិសមនឹងការស្វែងរកអានរបស់អង្គការគឺត្រូវសម្រេចយ៉ាងសកម្មនៅភារកិច្ចដែលអង្គការមានទំនុកទុកចិត្តប្រគល់ឲ្យគឺថាត្រូវបង្កើតឲ្យបាននៅបណ្ដាមនុស្សថ្មីបដិវត្តបណ្ដាមិត្តទាំងអស់គ្នាសុទ្ធតែល្អបរិសុទ្ធព្រមគ្នា
និងជាម្ចាស់អនាគតនៃទឹកដីកម្ពុជាប្រជាធិបតេយ្យអង្គការប្រកាសរៀបការឲ្យបណ្ដាសមាមិត្តជាប្តីប្រពន្ធចាប់កាន់ដៃគ្នាទៅបណ្ដាសមាមិត្តអង្គការចេញបញ្ជាមានអ្វីដែលគួរឲ្យមិត្តនារីយំនេះមិនមែនជាលើកដំបូងទេកុំយំទៀតមិត្តបងមិនអាចបង្ខំខ្ញុំបានទេខ្ញុំមានប្តីរួចហើយអើយអង្គការបានស្នើវាឲ្យទៅប្រជុំនៅឯភ្នំពេញហើយមានអ្វីដែលគួរឲ្យមិត្តនារីស្ដាយក្រោយវាបានចូលរួមធ្វើបដិវត្តជាយូរមកហើយប៉ុន្តែឆន្ទៈបដិវត្តមិននឹងមកពិតជារកូនគឺវាជាជនមួយក្នុងចំណោមជនអាក្រក់ចង់ប្រឆាំងខ្ញុំស្រឡាញ់មិត្តនារីដល់ចិត្តស្មោះណាមកនេះចិត្តបងមកនារីយ៉ាប់ខ្លួនណាត្រូវដឹងគប់ពិសារបស់ខ្លួនទៅបានខ្ញុំបានស្រឡាញ់នាងតាំងពីពេលជួបគ្នាដំបូងម្លេះខ្ញុំបានជួយបិទបាំងដល់ខ្លួននាងគ្រាន់តែត្រូវគេតិទៀនធ្វើការត្រួតពិនិត្យវិន័យឲ្យតែរួចទៅអង្គការអាចចេញបញ្ជាឲ្យសម្រាប់នាងទោះជាប្តីនាងពេលនោះនៅជាថ្នាក់ដឹកនាំក៏ដោយប៉ុន្តែខ្ញុំស្រឡាញ់នាងត្រូវតែធ្វើជាប្រពន្ធខ្ញុំទៅបានណាខោអាវរបស់មិត្តនារីខ្ញុំបានត្រៀមទុកជាមុនហើយមិត្តនារីកុំខឹងនឹងខ្ញុំមានបានធ្វើអ្វីដល់នាងឯណាបានជាមិត្តនារីខឹងមិត្តនារីមានប្រកែកអង្គការនេះ
មានមកនេះតាំងពីថ្ងៃនោះមកមីងនិងក្មួយបានរស់លាក់ពួនខ្លួននៅក្នុងព្រៃជ្រៅที่អង្គការទេគេនោះបានប្រាប់ពួកយើងខ្ញុំថាមិនត្រូវខ្លាចអង្គការទេឆ្នាំនេះគឺឆ្នាំអ្វីគឺឆ្នាំ1979គេបានប្រាប់យើងខ្ញុំថាអាចលួចត្រឡប់ទៅស្រុកកំណើតវិញនិងរកជួបជុំបងប្អូនញាតិសន្តានបាន
ចាគឺវាសនាខ្ញុំឯងនៅប៉ារីសឪពុកម្ដាយចាស់នៅឯណាហើយប្តីនឹងកូនចាស់ឯងប្តីនឹងកូនចាស់ឯងនៅណាអ្នកស្រីស្គាល់ឈ្មោះនាងនោះទេអ្នកស្រីមានបានស្គាល់គ្រួសារនាងនោះទេសម័យប៉ុលពតទីនេះគឺជាសាលារៀនប្រហែលជាអ្នកស្រីជ្រាបស្រាប់ហើយទាល់តែជាសមាជិកភាពពិសេសទើបគេបញ្ជូនមកឃុំឃាំងនៅទីនេះលាងខួរឲ្យស្អាតទើបគេយកទៅសម្លាប់ខ្ញុំជាមនុស្សមានសំណាងល្អក្នុងចំណោមមនុស្ស 2-3 នាក់ទៀតដែលបានរស់រានមានជីវិតពីមើលទុកថតទាំងនោះមានភ្ជាប់តាមសំណុំរឿងជាមួយនឹងសេចក្តីលំអិតអំពីការដាក់គុករបៀបវាយសួរចម្លើយប្រវត្តិរូបតារាងជីវទស្សន៍តារាងស្វ័យតិចទៀនសារភាពសារចុះសារឡើងជាច្រើនសារឧទាហរណ៍ដូចជាសំណុំរឿងខាងក្រោមនេះខ្ញុំកំពុងរងទារុណកម្មហើយនឹងត្រូវរងទារុណកម្មជាបន្តទៅទៀតខ្ញុំដឹងខ្ញុំខ្លាចទារុណកម្មណាស់ខ្ញុំសែនរន្ធត់ចំពោះសេចក្តីស្លាប់ក៏ប៉ុន្តែពេលដែលខ្ញុំខិតខំឬក៏កែឡើងវិញពីក្នុងកំណត់ផ្លូវនៃជីវភាពបដិវត្តរបស់ខ្ញុំដោយតែខ្ញុំបានសារភាពយ៉ាងស្មោះត្រង់និងយ៉ាងល្អិតល្អន់រួចមកហើយខ្ញុំនៅតែមិនអាចរកឃើញនៅសកម្មភាពណាមួយទោះតូចបំផុតក្តីឬការសញ្ជឹកគិតណាមួយទោះបីវាគ្រាន់តែលេចធ្លោឡើងមួយក្លឹបណាក្តីដែលជាគំនិតក្បត់និងមាគ៌ាដ៏មហាត្រឹមត្រូវរបស់បកដោយពួកអាក្បត់មួយចំនួនបានថ្កោលទោសខ្ញុំនៅលើទំព័រសារភាពរបស់ពួកវានោះតតែសោះសូមគោរពបកដ៏មហិមាជាទីគោរពស្នេហាសូមគោរពបងទី1ដ៏មហិមាជាទីស្នេហាខ្ញុំសូមសច្ចាក្នុងនាមកិត្តិយសថាខ្ញុំស្មោះស្ម័គ្រជានិច្ចជាមួយឧត្តមគតិឧត្តមនិងដ៏ថ្លៃថ្លារបស់បកអនុវត្តតាមការអប់រំណែនាំដ៏មហាត្រឹមត្រូវរបស់បងទី1ជាទីគោរពជានិច្ចនិរន្តរ៍ខ្ញុំសូមលំអរកាយដោយក្តីគោរពដ៏ខ្ពង់ខ្ពស់សូមបងទី1ដ៏មហិមាជាទីគោរពខន្តីប្រោសប្រណីដល់ខ្ញុំនិងគ្រួសារខ្ញុំព្រោះរូបខ្ញុំជាសាច់ជាឈាមជ័រដ៏ពិតរបស់បក
នេះគឺពុកកូនយាយនឹងចៅបាននិយាយថាត្រូវរុះរាន់រៀបចំឆ្នាំនេះច្បាស់ជាភ្លៀងធ្លាក់ពីដើមរដូវហើយ